បាទសូមអនុញ្ញាតគ្រប់ជំរាបសួរដល់ទ្រង់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាជនរួមជាតិនៅក្នុងបណ្ដឹងក្រៅប្រទេសថ្ងៃនេះបាទខ្ញុំបាទជាតំណាងឲ្យក្រុមសារព័ត៌មាន Hero Menu ចុះមកមានប្រជាពលរដ្ឋគាត់មានជនរងគ្រោះដែលជាជនរងគ្រោះគាត់បានប្តឹងអញ្ចឹងគ្រឿងករណីឆបោកបាទគឺការលក់ស្រូវរបស់គាត់អញ្ចឹងយើងមិនដឹងថាលក់ពីខែណាឆ្នាំណាទេអញ្ចឹងក៏សូមអញ្ជើញអស់លោកស្រីតាមដានជាមួយនឹងយើងខ្ញុំជាក្រុមសារព័ត៌មានដូចតទៅទេណាបាទអនុញ្ញាតជំរាបសួរមីងបាទជំរាបសួរមីងឈ្មោះអ្វីដែរអូកតៃហើយនេះត្រូវជាកូនមែនទេកូនទាំងអស់បាទហើយខ្ញុំមកដល់នេះភូមិនេះគឺភូមិអីគេភូមិមុខរីបាទភូមិមុខរាភូមិអីគេវិញមីងខុំមុខរីឃុំមុខរាស្រុកខេត្តគិរីខេត្តបាត់ដំបងស្រុកខេត្តគិរីខេត្តបាត់ដំបងបាទហើយខ្ញុំចុះមកថ្ងៃនេះអូមានបញ្ហាអីដែរបានទៅប្តឹងដល់ក្រុមសារព័ត៌មានយើងដែលចុះមកហ្នឹងអូមានបញ្ហាអីដែរបញ្ហាលក់ស្រូវបាទលក់ស្រូវយ៉ាងម៉េចដែរលក់ស្រូវគាត់អត់ឲ្យលុយគាត់លក់អត់ឲ្យលុយចាបាទហើយនៅក្នុងអំឡុងឆ្នាំណាដែរឆ្នាំ2024 ហើយស្រូវចំនួនប្រមាណតោនហើយជាសរុបតែទឹកប្រាក់ចំនួនប្រមាណលានដែរ7លាន155,000 15000ណោះចាបាទអញ្ចឹងរយៈពេល24មកគឺមួយឆ្នាំជាងហើយឆ្នាំជាងហើយនៅចាំលុយហ្នឹងយកមកសងគេហ្នឹងថ្លៃជីថ្លៃមិនសិនច្រូតបាទថ្លៃជីគាត់អត់ឲ្យច្រូតអត់តឲ្យគេដែរនៅបាទហើយកាលតែអ៊ំលក់ស្រូវបាន1គីឡូប៉ុន្មានដែរ1គីឡូ1000អូលក់បានថ្លៃដែរឥឡូវដូចឥឡូវផង1គីឡូ300 400នេះចប់ហ្មងហ្នឹងហើយទៅលក់ផ្ទះលក់ឲ្យថ្លៃម៉ាស៊ីនច្រូតមិនអញ្ចឹងហ្នឹងហើយបាទហើយតកែទិញស្រូវហ្នឹងមានឈ្មោះអ្វីដែរអ៊ំចាំនេះស្គាល់ឈ្មោះអត់ឈ្មោះរឿងហៅទីនអូរឿងហៅទីនណោះហើយរស់នៅភូមិណាដែររស់នៅភូមិព្រៃវាំងឃុំតលូស្រុកតលូសែនជ័យខេត្តពោធិ៍សាត់យ៉ាងណាអូអ្នកទិញស្រូវនៅឃុំតលូស្រុកតលូសែនជ័យខេត្តពោធិ៍សាត់វិញបាទហើយគាត់ថាយ៉ាងម៉េចដែរបងកាលពីគាត់ថ្លឹងស្រូវគាត់ចេញទៅតែម្ដងឬគាត់មាននិយាយពាក្យពេចន៍អ្វីខ្លះដែលសម្រាប់ឲ្យអ៊ំទុកចិត្តដល់រហូតដល់មួយឆ្នាំជាងនេះគាត់ឲ្យទៅកតុយលេងឲ្យថាចាំ2ថ្ងៃទៀតគេឲ្យលុយមកឲ្យអូគាត់ថាឲ្យតែគាត់បញ្ជីឲ្យកតុយលេខទាំងអស់ហ្នឹងគឺ2ថ្ងៃមកឲ្យមិនអញ្ចឹងអ៊ំចារហូតពេលនេះហើយមកជុំ2ដងហើយជុំ2ដងហើយត្រូវហើយ2ថ្ងៃជុំ2ដងបាទអញ្ចឹងនេះគឺជាជនរងគ្រោះបាទគាត់និយាយផ្ទាល់អញ្ចឹងគាត់មកប្តឹងសារព័ត៌មាននេះជួយអន្តរាគមន៍ហើយយកសម្ដីពាក្យពេចន៍របស់គាត់នឹងទៅជូនអាជ្ញាធរដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធនៅក្នុងភូមិឃុំហ្នឹងជួយរកដំណោះស្រាយដល់ពួកគាត់ផងព្រោះថាជនរងគ្រោះសំបីតែថ្លៃម៉ាស៊ីនច្រូតក៏អត់ទាន់មានឲ្យគេថ្លៃជីក៏អត់ទាន់មានឲ្យគេអញ្ចឹងហើយសូមឯកឧត្តមបងព្រមទាំងមេ Hero ជួយពិចារណាដល់ពួកគាត់ផងដែលជាជនរងគ្រោះពួកយើងជាជួយសង្គមអញ្ចឹងហើយកន្លែងណាក្តីទីណាក្តីដែលជួបរឿងអយុត្តិធម៌ចំពោះគាត់យើងត្រូវតែជួយបាទព្រោះអានេះគឺជាប្រទេសជាតិមាតុភូមិយើងទាំងមួយហើយយើង25ខេត្តក្រុងនេះគឺជាមិនខ្វះទេរឿងជនបង្កឆបោកបាទក្រែងតែពួកគាត់អត់ស្គាល់យើងខ្ញុំដែលជាអ្នកសារព័ត៌មានជួយសង្គមអញ្ចឹងឥឡូវយើងដឹងហើយថាលុយដែលចំពាក់អ៊ំ7លាន115,000បាទឥឡូវរំលងឆ្នាំនេះវារំលងមកមួយឆ្នាំជាងហើយបាទហើយកន្លងមកហ្នឹងអ៊ំធ្លាប់ទៅរកអាជ្ញាធរអីឲ្យគេជួយដោះស្រាយអីអន្តរាគមន៍អីយកលុយជូនអ៊ំទេអត់អ៊ំកូនទៅរកតាខ្ញុំទៅរកដែរគាត់ថាច្បាស់តិចមើលបងយើងយកពាក្យទៅដាក់ទៅដូចថាយកទៅកន្លែងប៉ោះគេថាទៅថ្លាឃុំទៅយើងធ្វើពីក្រោមឡើងទៅលើហើយដល់ពេលហើយដល់ទៅខាងថ្លាឃុំគេថាយកទៅដាក់ប៉ោះទៅយកពាក្យដឹងទៅដាក់ពាក្យដឹងនៅប៉ោះទៅហើយក៏ខ្ញុំទៅមកខ្ញុំនឹកឃើញថាតែជាគ្មានគេមិនរកឲ្យទេព្រោះគេនៅរុញទៅរុញមកអញ្ចឹងដល់ពេលខ្ញុំ
ចឹងក៏ខ្ញុំតែនៅចាំមើលចឹង អស់បងអស់សង្ឃឹមក៏មករត់មករកក្រុមសារព័ត៌មាន បាទ បាទជួយដោះស្រាយជូនមែនទេបង បាទ បាទអញ្ចឹងកុំអោយយឺតពេលវេលាដែលជាចុងក្រោយបងនឹងអ៊ុំមានសំណុំពរអ្វីដល់រាជរដ្ឋាភិបាលឬក៏សម្ដេចពុកសម្ដេចម៉ែឬក៏ធិបតីសម្ដេចធិបតីក៏រដ្ឋមន្ត្រីហ្នឹងឲ្យលោកជួយអន្តរាគមន៍ដល់អាជ្ញាធរដែលថ្នាក់ក្រោមឲ្យជួយអន្តរាគមន៍ដល់ជនបង្កឆោបោកណាអ៊ុំមានសំណុំពរអ្វីអ៊ុំសូមជើញមានប្រសាសន៍ ខ្ញុំសូមសំណូមពរដល់ក្រុមកសែតបងហើយនិងក្រុមសមត្ថកិច្ចដូចជាអាជ្ញាធរដែនដីសូមជួយដោះស្រាយបញ្ហារឿងលុយកាក់ដែលគេជាពាក់ហ្នឹងសូមជួយដោះស្រាយមកឲ្យខ្ញុំផងព្រោះខ្ញុំអត់មានអីសងគេដែរអញ្ចឹងបង បាទ បាទព្រោះថ្លៃម៉ាស៊ីនច្រូតថ្លៃជាអីគឺខ្ញុំអត់មានទេ បាទ នៅទាំងអ ព្រោះនៅជាពាក់គេទាំងអស់ព្រោះខ្ញុំមានលុយ ចាំ មក គាត់ឲ្យហ្នឹងហើយ ហើយបងថាដូចបងដឹងប្រាប់ហើយ បានឲ្យមានឲ្យ ដឹងប្រាប់ហើយម៉ែគាត់ដឹងទៅរកអីក៏គាត់ មានម៉ាយផង ដល់ពេលអញ្ចឹងទៅមានតែពឹងខាងសមត្ថកិច្ចឬមួយខាងក្រុមបងហ្នឹងជួយឲ្យម្ចាស់លុយម្ចាស់ដែលទិញស្រូវហ្នឹងឲ្យយកលុយមកសងខ្ញុំអស់ដើម្បីខ្ញុំយកសងគេដែរអញ្ចឹងបង បាទបងអរគុណបាទនេះហើយគឺជាករណីឆោបោកហើយគេហៅថារំលងមួយឆ្នាំมันមានការចរចាជាមួយជនរងគ្រោះឬក៏ម្ចាស់ស្រូវអញ្ចឹងក៏សូមលោកអាយដាមទ្រង់លោកចំទាវហើយលោកអាជ្ញាធរដែនដីមន្ត្រីរាជការដែលពាក់ព័ន្ធនៅក្នុងរឿងនេះភូមិឃុំជួយសម្របសម្រួលដល់ពួកគាត់ផងអានេះខ្ញុំជាអ្នកសារព័ត៌មានបានតែយកមតិសាធារណៈជូនមន្ត្រីអញ្ចឹងសូមមន្ត្រីថ្នាក់ដឹកនាំគ្រប់ភូមិគ្រប់ខេត្តគ្រប់ស្រុកទាំងអស់សូមជួយយ៉ាងណាអន្តរាគមន៍ដល់ជនបង្កឆោបោកនេះដើម្បីយកលុយយកកាក់មកឲ្យគាត់ផងព្រោះយើងដឹងហើយថាស្រូវសម័យនេះយើងមិនមែនចិត្តទៅដើរបាចចោលកើតទេដល់តែប្រើជីប្រើថ្នាំទេណាហើយមានអត្រាព្យួរដូចជាមានម៉ាស៊ីនច្រូតទៀតបើនិយាយទៅស្រូវស្រុកយើងថោកទៀតវាអស់ហើយវាស្មើនឹងសូន្យហើយជនបង្កនេះលក់បានលុយហើយមិនឲ្យពួកគាត់ចឹងឲ្យយើងខ្ញុំធ្វើមិនខ្ញុំលំបាកក្នុងការរឿងវិវាទរឿងការឆោបោកហ្នឹងណាអញ្ចឹងក៏សូមឯកឧត្តមបងអភិបាលនៃគណៈអភិបាលខេត្តព្រមទាំងស្រុកហើយនឹងឃុំភូមិចូលរួមយ៉ាងម៉េចជួយអន្តរាគមន៍ដល់បុគ្គលជនឆោបោកនេះដើម្បីយកថវិកាមកជូនពួកគាត់ផងបាទសម្រាប់ពេលនេះខ្ញុំបាទតំណាងឲ្យ Hero Menu ក៏សូមធ្វើការអនុញ្ញាតគ្រប់ជំរាបលាបាទសូមអរគុណ